ការបាត់ខ្លួនជាអាចកំបាំងរបស់អតីតឧត្តមសេនីយ៍តូនីល មេស្កេស្លិនបានឈានចូលដល់សប្តាហ៍ទី3ហើយដោយបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់ក្រុមគ្រួសារនិងអាជ្ញាធររដ្ឋ New Mexico លោកត្រូវបានគេរាយការណ៍ថាបានចាកចេញពីផ្ទះដោយថ្មើរជើងក្នុងរយៈពេលដ៏ខ្លីខណៈដែលភរិយារបស់លោកមិននៅផ្ទះដោយបន្សល់ទុកនូវសម្ភារប្រើប្រាស់ចាំបាច់ដូចជាទូរស័ព្ទនិងវ៉ែនតាប៉ុន្តែបានយកកាំភ្លើងខ្លីនិងកាតាបស្ពាយតាមខ្លួនទៅវិញអាជ្ញាធរមូលដ្ឋានរួមជាមួយ FBI បាននឹងកំពុងខិតខំប្រឹងប្រែងរុករកនៅតំបន់ជួរភ្នំសេនយ៉ាដែលជាកន្លែងលោកចូលចិត្តទៅឡើងភ្នំនិងរត់ហាត់ប្រាណទោះបីជាមានការរកឃើញដំរីខ្លះដូចជាអាវយឺតនិងស្បែកជើងឡើងភ្នំក៏ដោយប៉ុន្តែរហូតមកដល់ពេលនេះគេនៅមិនទាន់អាចបញ្ជាក់បានច្បាស់ថាតើរបស់ទាំងនោះជារបស់លោក Mescaslin ពិតប្រាកដឬយ៉ាងណានោះទេហើយក៏មិនទាន់មានភស្តុតាងណាមួយដែលបង្ហាញពីអំពើឃាតកម្មដែរអ្វីដែលធ្វើឲ្យករណីនេះកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសាធារណជនគឺប្រវត្តិការងាររបស់លោកដែលធ្លាប់ជាអ្នកដឹកនាំមន្ទីរពិសោធន៍ស្រាវជ្រាវកងទ័ពអាកាសនិងមានចំណេះដឹងខ្ពស់ផ្នែកវិស្វកម្មអវកាសទោះជាមានការលើកឡើងពីទំនាក់ទំនងរបស់លោកទៅនឹងកម្មវិធីសម្ងាត់ឬបញ្ហាយីវ៉ូពីមុនមកក៏ដោយក៏ភរិយារបស់លោកបានចេញមុខបដិសេធនិងស្នើសុំឲ្យមហាជនផ្ដោតលើការស្វែងរកលោកក្នុងនាមជាមនុស្សម្នាក់ដែលប្រហែលជាកំពុងជួបបញ្ហាសុខភាពវិញបច្ចុប្បន្នក្រុមអ្នកស៊ើបអង្កេតកំពុងអំពាវនាវឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់ជួយពិនិត្យមើលកាមេរ៉ាសុវត្ថិភាពនៅតាមផ្ទះកាលពីអំឡុងថ្ងៃទី27និង28ខែកុម្ភៈដែលជាពេលវេលាដ៏សំខាន់បំផុតនៃការបាត់ខ្លួនការស្វែងរកនៅតែបន្តធ្វើឡើងយ៉ាងយកចិត្តទុកដាក់បំផុតខណៈដែលក្តីសង្ឃឹមក្នុងការស្វែងរកលោកឲ្យឃើញក្នុងស្ថានភាពមានសុវត្ថិភាពកាន់តែមានភាពប្រកួតប្រជែងទៅតាមពេលវេលាដែលកាន់តែអូសបន្លាយយូរ